ហើយក្នុងនឹងដែរវាមាន link ហើយនឹង import ផ្សេងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីគ្រប់គ្នាវាបន្តិចបាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកនៅលើទឹកមួយទៀតសម្រាប់អ្នកប្រើប្រាស់ computer Revit នៅពេលដែលអ្នកនរគ្នាចូលមកកន្លែង insert អ្នកនរគ្នាឃើញមួយគឺខាងក្រោមនេះ import ខាងនេះ link ហើយក្នុងនឹងដែរវាមាន link ហើយនឹង import ផ្សេងគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីគ្រប់គ្នាវាបន្តិចចឹងអ្នកនរគ្នាចូលមកកន្លែង import នេះអ្នកនរគ្នាចូលមកខ្ញុំយកទៅយក file វិញ file ខ្ញុំនេះគឺខ្ញុំមានពីរគឺ file ដូចគ្នាទេតែឈ្មោះរបស់ខ្ញុំដាក់ខុសៗគ្នាណាគឺប្លង់តែមួយទេអញ្ចឹងខ្ញុំទៅ import មួយនេះខ្ញុំទៅ import ខ្ញុំចូលមក desktop ខ្ញុំចូលមកកន្លែង kit របស់ខ្ញុំនេះ import ខ្ញុំប្រើ file block 01នេះ block 1ហើយខ្ញុំយក current បានហើយនេះខ្ញុំយក black នេះខ្ញុំយក preserve មកហើយខ្ញុំចុចយក pen បាទហើយនេះវាបាន pin វាមួយមកហើយទាញវាមកចេះអញ្ចឹង file preserve នេះគឺខ្ញុំ import ដល់ពេលមួយទៀតខ្ញុំចូល insert ដែរខ្ញុំយក link ហើយខ្ញុំយក block 2នេះហើយកន្លែងនេះខ្ញុំយកជា black and white ដើម្បីបង្ហាញពីគ្រប់គ្នាអញ្ចឹងហើយកន្លែងនេះខ្ញុំយកមាន origin មកតែវាដូចគ្នាទេគាត់មួយ plate ដោយដៃអញ្ចឹង plate អញ្ចឹងមកហើយនេះមានណានេះអញ្ចឹងខ្ញុំទាញវាដាក់ជិតគ្នាអញ្ចឹងពីរហ្នឹង file ដូចគ្នាទេហើយខ្ញុំចូលទៅ kit វិញនៅក្នុងនេះក្នុង block មួយហ្នឹងគឺខ្ញុំសាកលុបក្នុងចោលសាកលុបឈ្មោះក្នុងចោលបាទហើយបន្តទៀត file ហើយខ្ញុំចុច save ឲ្យខ្ញុំបិទវាហើយបន្តទៀត file ពីរនេះខ្ញុំលុប clip វាចោលចុះណាហើយខ្ញុំឃើញសញ្ញានេះខ្ញុំចុចវា save មកខ្ញុំចុចបិទវាចោលអញ្ចឹងខ្ញុំបិទចេញពី AutoCAD ហើយបន្តទៀតនៅក្នុងនេះបងប្អូនចូលមកកន្លែងវា file វាអត់មាន DOS ស្អីទេអញ្ចឹងបងប្អូនអានេះគាត់ខុសពណ៌មានរបស់វាដូចគ្នាទាំងអស់អញ្ចឹងបងប្អូនគាត់ចូលមកកន្លែង manage ហើយបងប្អូនរកមើលពាក្យកន្លែងថា link នេះ link នេះមកកន្លែងចូល CAD format នេះចុចលើនេះ select អញ្ចឹងហើយយកពាក្យថា reload នេះ reload មកហើយខ្ញុំចុច OK មកចឹងបងប្អូនឃើញអានេះលុះត្រាតែយើងបើយើងចង់បានព័ត៌មានថ្មីមកវិញលុះត្រាតែយើងទៅ import ម្ដងទៀតក៏ប៉ុន្តែករណី link នេះបងប្អូនគ្រាន់តែមិន import ឬក៏ link មកម្ដងទៀតទេបងប្អូនគ្រាន់តែចូលមក manage មកហើយចុចពាក្យថា link នេះហើយ reload វាមកគឺវាទៅតាមព័ត៌មានដែលយើង save នៅក្នុង file AutoCAD ហ្នឹងហើយបាទភាពខុសគ្នារបស់វាគឺប៉ុណ្ណឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងទេជួបគ្នានៅវីដេអូបន្តទៀត